ជំរាបសួរអំពូមិញយាកាទាំងអស់គ្នាថ្ងៃនេះវីដេអូកូនគឺវីដេអូធ្វើវិធីខួបកំណើតហើយខួបកំណើតកូនមិនធំដុំអីទូចមួយហ្នឹងណាខួបកំណើតកូនធ្វើជាមួយនឹងចេចេហើយនឹងម៉ែអូនកូនគាត់អត់បានធ្វើខួបកំណើតឲ្យចៅអញ្ចឹងថ្ងៃនេះគាត់សរុបម្ដងទាំង3នាក់ហ្មងទៅកូនខួបកំណើតហើយតែកូនធ្វើឲ្យម្ដងទៀតខួបកំណើតនេះធ្វើឲ្យចៅស្រីសិនចៅផុសមិនទាន់ឲ្យធ្វើទេហើយវីដេអូកូនថ្ងៃនេះគឺមានទាំងសើចមានទាំងយំព្រោះកូនចាំនំខេកតាំងពីថ្ងៃតើទៅដល់យប់ហើយមិនទាន់បានផ្លុំទៀតកូនមួមកដែរហ្នឹងទុកមុខកូននេះដូរដល់ហើយដាក់នំខេកនៅមុខហើយមិនទាន់បានដាក់ផ្លុំទៀតដល់ពេលដុតទៀនហើយកូនមានអារម្មណ៍សប្បាយរីករាយតែម្ដងជិះបើចាំផ្លុំទៀនតាំងព្រឹកមកបើបានផ្លុំទៀតបាក់ចិត្តណាគ្រាន់តែដាក់ភ្លើងគ្រាន់តែភ្លើងទៀនឆេះទៀនហ្នឹងកូនសប្បាយហើយគាត់ថាផ្លុំ1 2 3ផ្លុំកូនផ្លុំឲ្យបាត់ចេះមិនតាន់ផ្លុំទៀតអញ្ចឹងបានដុតភាសាទៀតកូនរើតាអញ្ចឹងទៅឲ្យតាផ្លុំ2 3ដងហ្នឹងទៅតាមចិត្តកូនណាកូនចង់ផ្លុំឲ្យអស់ទៀនហ្នឹងហ្មងទៅប្រឆេះឲ្យផ្លុំឲ្យអស់ទៀនចាំដុតនំខេកញ៉ាំហើយកូននេះសប្បាយសុខចាប់ផ្ដើមបដូរទឹកមុខទៀតដែរព្រោះខ្លាចប្រឡាក់នំខេកណាយកអាហ្នឹងយកមកបាញ់ពីខាងលើនំខេកចឹងមិនប្រឡាក់បានឲ្យគេញ៉ាំកើតកូននឹកឃើញតែរឿងផ្លុំទៀនហើយញ៉ាំនំខេកហ្នឹងទេមានអីគិតអីច្រើនទេប្រែប្រួលអារម្មណ៍ភាសាអញ្ចឹងហើយឥឡូវនេះមានអ្នកលួចប៉ះនំខេកគឺគាត់អាចប៉ះទេថ្ងៃនេះគឺនំខេកហ្នឹងមកកូនមួយដាច់ហ្មងបោះចេនោះបងពូអីចែកគ្នាញ៉ាំអស់ហើយតែមកកូនគឺកូនមិនឲ្យប៉ះហ្មងថាយករូបតុក្កតាពីលើចេញហ្នឹងក៏កូនមិនឲ្យយកទេកូននិយាយរួមខូចតែម្ដងហ្នឹងហើយឥឡូវនេះពងយំហ្នឹងមិនយំភាសាអីទេបងមកលួចញ៉ាំនំខេកកូននេះបានឆាយបាននេះមកលួចកាប់ប៉ះនំខេកកូនហើយមិនឲ្យកូនយកមិននំខេកហ្នឹងកូនទុកផ្លុំស្អែកទៀត